ភាគីចិនបង្ហាញការគាំទ្រក្នុងការកែលម្អឬសាងសង់សាលាបឋមសិក្សាជ្រៃខេត្តបាត់ដំបងឡើងវិញប្រទេសចិនបានបង្ហាញជំហរគាំទ្រក្នុងការជួយកែលម្អឬសាងសង់សាលាបឋមសិក្សាជ្រៃឡើងវិញដើម្បីរួមចំណែកលើកម្ពស់វិស័យអប់រំនិងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាការបញ្ជាក់បែបនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមការ៉ិតឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌និងឯកឧត្តមវ៉ាងវិនប៊ិនឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានអញ្ជើញជួបសំណេះសំណាលផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅសាលាបឋមសិក្សាជ្រៃស្ថិតនៅស្រុកថ្មគោកខេត្តបាត់ដំបងនាព្រឹកថ្ងៃទី22ខែសីហា2026ក្នុងជំនួបនោះឯកឧត្តមឯកអគ្គរដ្ឋទូតចិនបានមានប្រសាសន៍ថាភាគីចិនគាំទ្រពេញទំហឹងលើគំនិតផ្ដួចផ្ដើមក្នុងការកែលម្អឬសាងសង់សាលាបឋមសិក្សាជ្រៃនេះឡើងវិញដោយបានស្នើឲ្យភាគីកម្ពុជាដឹកនាំដោយឯកឧត្តមការ៉ិតធ្វើការស្រាវជ្រាវលម្អិតបន្ថែមនាពេលខាងមុខដើម្បីឲ្យដំណើរការគាំទ្រនេះចំគោលដៅនិងមានប្រសិទ្ធភាពខ្ពស់ជាការឆ្លើយតបឯកឧត្តមការ៉ិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតចិនដែលបានចុះសិក្សាស្វែងយល់ផ្ទាល់និងយកចិត្តទុកដាក់ជួយដល់កុមារកម្ពុជាដែលជាទំពាំងស្នងឫស្សីនិងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ជាតិជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើឲ្យលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សខិតខំបង្រៀននិងរៀនសូត្រឲ្យអស់ពីសមត្ថភាពព្រោះធនធានមនុស្សគឺជាកត្តាចាំបាច់បំផុតក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនយ៉ាងឆាប់រហ័ស